Hello everyone, I'm glad to see you here in my videos and I hope all you guys are doing great. And today we're gonna learn a basic grammar about English. And of course, because it is just a basic, it's very important for beginners. សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងមករៀនមេរៀនមួយពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍ភាសាអង់គ្លេសអាចបានថាវាជាកម្រិតដំបូងក៏ថាបានដែរអញ្ចឹងមុននឹងចាប់ផ្ដើមមេរៀនរបស់យើងថ្ងៃនេះចង់ជូនដំណឹងទៅកាន់គ្នាយើងសម្រាប់គ្នាយើងណាដែលយើងគិតថាអូពិបាករកថ្នាក់រៀនភាសាអង់គ្លេសឬក៏យើងមិនសូវមានលទ្ធភាពរៀនឬក៏យើងពិបាករកថ្នាក់រៀនខ្ញុំកំពុងតែធ្វើថ្នាក់រៀនភាសាអង់គ្លេសអនឡាញចុងសប្តាហ៍ចាប់ពីម៉ោង8ដល់ម៉ោង9កន្លះយប់ហើយទាំងអស់គ្នាអាចរៀនជាមួយនឹងខ្ញុំបានហើយការបរិញ្ញាបត្ររបស់ខ្ញុំគឺខ្ញុំផ្ដល់ជូនអត់គិតថ្លៃទេឲ្យតែទាំងអស់គ្នាមានអ៊ីនធឺណិតអាចចូលរៀនបាននិយាយទាំងអស់គ្នាពិតជាស្វាគមន៍អញ្ចឹងយើងអត់ចង់ចំណាយពេលច្រើនទេយើងនឹងបន្តមេរៀនរបស់យើងតែម្ដងថាតើយើងនឹងរៀនអំពីអ្វីនៅថ្ងៃនេះ Okay, let's move on. Okay, today we're going to learn about sentence structures. Subject, verbs, object. អញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺអំពីការដែលយើងរៀបចំប្រយោគវាពិតជាសំខាន់ក្នុងការដែលយើងចេះប្រើប្រាស់ប្រយោគឲ្យត្រឹមត្រូវអញ្ចឹងយើងមកមើលការសក្តានុពលដូចជានិយមន័យរបស់គេថាយ៉ាងម៉េចដែរ Sentence structures, the parts of sentence are subject, verb, object, complement, and adverb. A statement begins with the subject and the verb. There are main structures which we use to make a simple statement. អញ្ចឹងគេថាម៉េចធម្មតាប្រយោគយើងគឺចាប់ផ្ដើមជាមួយនឹង subject ហើយនឹង verb ហើយបន្តមកយើងអាចមាន object ហើយបន្តមកយើងក៏អាចប្រើជាមួយនឹង adverb បានដែរអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងរៀនអំពី5របៀបនៃការដែលយើងរៀបចំប្រយោគរបស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងចំណុចទី1យើងអាចគ្រាន់តែមាន subject មាន verb ក៏យើងអាចធ្វើវាឲ្យខ្ល้ายជាប្រយោគមួយដែលត្រឹមត្រូវដែរ Okay, example my arms are aching ឃើញទេតើនេះយើងមានតែ subject ហើយយើងមានតែ verb អីគេជា subject my arms ជា subject អីគេជា verb age ប៉ុន្តែដោយសារតែយើងប្រើនៅក្នុង present continuous អញ្ចឹងយើងថែម ing are aging right and number 2 is we have subject plus verb plus subject okay example 5 men are moving a piano យើងឃើញ 5 men ជា subject verb យើងនៅតែប្រើ continuous ដែរតមក a piano ជា object បែរថាប្រធានមានអំពើលើកម្មបត្តិអញ្ចឹង a piano គឺជាកម្មបត្តិឬក៏យើងហៅថា object ចំណុចទី3 subject plus verb plus complement complement ទាំងអស់គ្នាដើម្បីងាយចាំយើងអាចចាំវាថាជាភាសាខ្មែរគេហៅថាបំពេញន័យពាក្យសម្រាប់បំពេញន័យឲ្យប្រធានបើសិនជាវាអត់មាន complement ហ្នឹងទេប្រយោគហ្នឹងគឺស្ដាប់ទៅអត់ជាត្រឹមត្រូវស្ដាប់ទៅដូចជាមិន make sense ប្រហែលនេះឧទាហរណ៍ this piano is heavy okay អញ្ចឹងយើងមើល subject is this piano verb ទៅនេះគេប្រើប្រាស់ជាមួយនឹង verb to be អញ្ចឹងយើងប្រើ is heavy តោះនេះអាចគិតបន្តិចទៅនេះបើសិនជាយើងអត់មានពាក្យ heavy តើប្រយោគយើងមើលទៅស្ដាប់យល់ដែរទេយើងអាចបកប្រែថា this piano is piano នេះគឺអីអញ្ចឹងយើងត្រូវតែដាក់គុណនាមមួយឬក៏ដាក់ពាក្យបំពេញន័យមួយដើម្បីឲ្យប្រយោគហ្នឹងស្ដាប់ទៅមានន័យអាចស្ដាប់បានអូខេបន្ទាប់យើងមាន subject verbs plus adverb adverbial គឺយើងទូទៅគេហៅថា adverb ហ្នឹងឯងអូខេ it's giving me back age wait អញ្ចឹងកន្លែងនេះយើងមាន subject ហើយយើងមាន to be ហើយ verb ទៅនេះជា verb to be ទៅនេះយើងប្រើប្រាស់ជាមួយនឹង verb ing ដដែលតមកយើងមាន adverb back age អញ្ចឹងទៅនេះគឺវា refer ឲ្យ object ករណីរបស់ adverb គឺវា refer ឲ្យច្រើនណាស់គឺវាអាចmodify ឲ្យ adverb modify ឲ្យ adjective ហើយជួនកាលអាច modify ឲ្យ verb ផងដែរប៉ុន្តែនេះ adverb របស់យើងគឺ modify ឲ្យ object អូខេអញ្ចឹងបានថាការឈឺខ្នង
លក្ខខណ្ឌទី2ចំណុច B we add adverbials to all 5 main structures អញ្ចឹងអីដែលយើងរៀនខាងលើមិញយើងអាចធ្វើការបន្ថែមជាមួយនឹង adverb បាទអូខេអញ្ចឹងទីនេះយើងមាន adverb 2ក្នុងការដែលយើងមកយកមកប្រើប្រាស់ឧទាហរណ៍ខាងលើមិញយើងនិយាយថា my arms are aching terribly អញ្ចឹង terribly នេះវាជា adverb ដើម្បីសកត់ន័យឲ្យverb ណា adverb របស់យើងនៅទីនេះគឺយើងសកត់ន័យឲ្យ verb ឯគេជា verb គឺ age ណាចឹងបានថាម៉េចដែលយើងឈឺខ្លាំងអញ្ចឹងយើងបើសិនយើងចង់និយាយថា my arms are aching of course គេនឹងយល់ប៉ុន្តែបើយើងចង់សកត់ន័យថាអូឈឺខ្លាំងមែនតើអញ្ចឹងយើងដាក់ adverb មួយដើម្បីសកត់ទៅលើគេអាសព្ទហ្នឹងអញ្ចឹងទីនេះយើងជ្រើសរើសប្រើប្រាស់ terribly and ប្រយោគបន្ទាប់ I really need a rest of course អញ្ចឹងត្រឡប់មកវិញបើយើងអត់ដាក់ពាក្យថា of course ជា adverb ហ្នឹងទេយើងគ្រាន់តែនិយាយថា I really need a rest គេត្រឹមត្រូវវាអត់ខុសទេប៉ុន្តែបើយើងចង់សកត់ន័យអញ្ចឹងយើងថែម adverb of course មកបានថាអូយើងពិតជាត្រូវការសម្រាប់តែម្ដងអូខេអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងអាចយល់បានខ្លះហើយទាំងអស់គ្នាក៏អាចសួរសំណួរទៅតាមការដែលឃើញវីដេអូនេះអាចជា comment អាចជាmessage ថ្ងៃណាក៏ដោយឲ្យតែអាចអ្នកអាចសួរបាន10 24 ម៉ោងណាហើយខាងក្រោយជាលំហាត់ដើម្បីឲ្យយើងធ្វើថាតើយើងអាចយកបានកម្រិតណាពាក់ព័ន្ធជាមួយនឹងមេរៀនបន្ទាប់ពីយើងមើលវីដេអូនេះចប់ជួបគ្នាវីដេអូក្រោយសូមព្រះប្រទានពរ